លើកដាច់លើកមិនต้อง ដាច់ គេឆ្ងល់អ្នកដែលជុំជុំស៊ីផឹកកាន់កែវជួលផឹកថាលើកដាច់អ្នកខ្លះទៅតែចេញមកពីពេទ្យអុយលេងបានមកផ្លែក៏លើកដាច់បើផឹកធម្មតាទៅវិថីចុះចាំបាច់បង្ខំអីឲ្យលើកដាច់បើផឹកធម្មតាមិនសម្រាប់ផឹកតតែលើកដាច់បង្ហាញខ្លួនទេណារាប់អានរាប់ចេញមកពីចិត្តកុំរាប់ហើយគិតតែលើកដាច់អ្នកខ្លះរត់តែពេលស្រវឹងពេលស្វាងស្ងាត់ឈឹងព្រោះមិនបានលើកដាច់លឺឡើងតែតែហើយគ្នាអាំងមន់អាំងទាទិញស្រារួចស្រាប់ពេលផឹកតាំងអង្គុយវែកអ្នកណាលើកមិនដាច់បាច់រាប់អានទេណាផឹកស៊ីមានរបបមានរបៀបប៉ុន្តែសារសុខភាពកុំលើកដាច់យើងផឹកកុំខ្លាចអ្នកលោកក្របើផឹកយកល្អកុំលើកដាច់ជុំគ្នាគឺដើម្បីសប្បាយកុំបង្ខំគ្នាឡើយលើកដាច់យើងផឹកចង់មានអ្នកចោលចែកកុំបង្ខំលើកដាច់តាមសម្រួលទៅណាលើកដាច់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 ឆ្ងល់អ្នកដែលជុំជុំស៊ីផឹកកាន់កែវជួលផឹកថាលើកដាច់អ្នកខ្លះទៅតែចេញមកពីពេទ្យអុយលេងបានមកផ្លែក៏លើកដាច់បើផឹកធម្មតាទៅអ្នកថៃចុះចាំបាច់បង្ខំអីឲ្យលើកដាច់បើផឹកធម្មតាមិនសម្រាប់ផឹកតតែលើកដាច់បាច់ហើយខ្លួនទេណារាប់អានរាប់ចេញមកពីចិត្តកុំរាប់ហើយគិតតែលើកដាច់អ្នកខ្លះរត់តែពេលស្រវឹងពេលស្វាងស្ងាត់ឈឹងព្រោះមិនបានលើកដាច់លឺឡើងតែហើយគ្នាអាំងមន់អាំងទាទិញស្រារួចស្រាប់ពេលផឹកតាំងអង្គុយវែកអ្នកណាលើកមិនដាច់បាច់រាប់អានទេណាផឹកស៊ីមានរបបមានរបៀបប៉ុន្តែសារសុខភាពកុំលើកដាច់យើងផឹកកុំខ្លាចអ្នកលោកក្របើផឹកយកល្អកុំលើកដាច់ជុំគ្នាគឺដើម្បីសប្បាយកុំបង្ខំគ្នាឡើយលើកដាច់យើងផឹកចង់មានអ្នកចោលចែកកុំបង្ខំលើកដាច់តាមសម្រួលទៅណាលើកដាច់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 ឆ្ងល់អ្នកដែលជុំជុំស៊ីផឹកកាន់កែវជួលផឹកថាលើកដាច់អ្នកខ្លះទៅតែចេញមកពីពេទ្យអុយលេងបានមកផ្លែក៏លើកដាច់បើផឹកធម្មតាទៅវិថីចុះចាំបាច់បង្ខំអីឲ្យលើកដាច់បើផឹកធម្មតាមិនសម្រាប់ផឹកតតែលើកដាច់បាច់ហើយខ្ញុំទេណារាប់អានរាប់ចេញមកពីចិត្តកុំរាប់ហើយគិតតែលើកដាច់អ្នកខ្លះរត់តែពេលស្រវឹងពេលស្វាងស្ងាត់ឈឹងព្រោះមិនបានលើកដាច់លឺឡើងតែហើយគ្នាអាំងមន់អាំងទាទិញស្រារួចស្រាប់ពេលផឹកតាំងអង្គុយវែកអ្នកណាលើកមិនដាច់បាច់រាប់អានទេណាផឹកស៊ីមានរបបមានរបៀបប៉ុន្តែសារសុខភាពកុំលើកដាច់យើងផឹកកុំខ្លាចអ្នកលោកក្របើផឹកយកល្អកុំលើកដាច់ជុំគ្នាគឺដើម្បីសប្បាយកុំបង្ខំគ្នាឡើយលើកដាច់យើងផឹកចង់មានអ្នកចោលចែកកុំបង្ខំលើកដាច់តាមសម្រួលទៅណាលើកដាច់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 ឆ្ងល់អ្នកដែលជុំជុំស៊ីផឹកកាន់កែវជួលផឹកថាលើកដាច់អ្នកខ្លះទៅតែចេញមកពីពេទ្យអុយលេងបានមកផ្លែក៏លើកដាច់បើផឹកធម្មតាទៅវិថីចុះចាំបាច់បង្ខំអីឲ្យលើកដាច់បើផឹកធម្មតាមិនសម្រាប់ផឹកតតែលើកដាច់បាច់ហើយខ្ញុំទេណារាប់អានរាប់ចេញមកពីចិត្តកុំរាប់ហើយគិតតែលើកដាច់អ្នកខ្លះរត់តែពេលស្រវឹងពេលស្វាងស្ងាត់ឈឹងព្រោះមិនបានលើកដាច់លឺឡើងតែហើយគ្នាអាំងមន់អាំងទាទិញស្រារួចស្រាប់ពេលផឹកតាំងអង្គុយវែកអ្នកណាលើកមិនដាច់បាច់រាប់អានទេណាផឹកស៊ីមានរបបមាន
បើផឹកយកល្អកុំលើកដាច់ជុំគ្នាគឺដើម្បីសប្បាយកុំបង្ខំគ្នាឡើយលើកដាច់យើងផឹកចង់មានអ្នកចោចែកកុំបង្ខំលើកដាច់តាមស្រួលទៅណាលើកដាច់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 ឆ្ងល់អ្នកដែលជុំស៊ីផឹកកាន់កែវជ្រុលsemuanya sama coklat dan buku ya nggak mau ininya nggak mau ya udah ya mau ya udah Tepuk tangannya mana? Tangan dong. Apa jeneng? Lagi kak? Cukup ya. Gak bawa banyak alat sulapnya Om Badutnya. Tepuk tangannya mana? Yang mau belajar sulap ngajong. Iin katanya mau belajar sulap ya ini. Ah, tadi ngomong mau belajar sulap. Ada nanti di rumah aja ya. Enggak, ya, disuruh ini aja belajar juggling. Bisa nggak? Nggak bisa. Ada bakat nggak Om? Kalau orang bisa karate berarti bisa juggling ya. Nah hari ini kebetulan Om Badut punya 2 acara, jadi nanti setelah ini nanti berpindah lokasi. Tapi maaf ya, buat adik-adik teman-teman mungkin barangkali penasaran mau lihat lagi Om Badut. Nanti kalau ada yang mau panggil lagi, Om Badut nanti akan menyulap seekor kelinci jadi burung. Burung akan menjadi kecil lagi menjadi pitik ayam. Ya, pitik ayam kita sulap lagi menjadi seekor kambing. Iya, nggak bohongan ya. Nanti ya, tolong nanti kalau ada yang mau ngadain acara ulang tahun nanti tinggal panggil aja Bang Asep ya, Bapak Asep ya. Tepuk tangan dulu dong, promo jadinya. Nah sekarang kita berdiri yuk, berdiri adik-adiknya berdiri satu persatu, nanti ucapin selamat ulang tahun buat Dede Ayang Gina ya. Siapa yang ucapannya bagus, ucapannya banyak, pokoknya doanya yang bagus-bagus ya, nanti dapat bonus dari Om Badut ya. Nah, Ayang Ginanya nanti berdiri sini. Nah, tuh, ya. Nah, jadi satu berbalik Cok, jadi satu sini. Dari sini dulu. Nah, Cok. Yang lainnya ikutin yang di depan. Dek, nah, sambungin nah, terus, Cok. Nah. Jadi satu nah. Cok berbaris kayak orang mau sekolah SD tuh kalau mau masuk ke kelas tuh harus berbaris dulu. Ya. Mau berbaris. Nah, yuk. Tiga nenek.